នាគកូម៉ូដូសត្វសាហាវបុរាណនៃកោះឥណ្ឌូនេស៊ីនាគកូម៉ូដូដែលមានឈ្មោះវិទ្យាសាស្ត្រថា Varanus komodoensis គឺជាជីងចក់ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោកសត្វល្មូនដ៏អស្ចារ្យនេះគឺជាសត្វមុំសាសីកំពូលនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់វាហើយត្រូវបានគេរកឃើញតែនៅលើកោះមួយចំនួននៃប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះអត្ថបទនេះនឹងស្វែងយល់យ៉ាងស៊ីជម្រៅអំពីជីវិតទម្លាប់អាចកំបាំងនិងបញ្ហាប្រឈមនៃការអភិរក្សសត្វដែលគេហៅថានាគនេះនាគកូម៉ូដូគឺជាសត្វដែលមានរូបរាងគួរឲ្យចាប់អារម្មណ៍វាមានរាងកាយធំសាច់ដុំនិងកន្ទុយដ៏រឹងមាំជាទូទៅនាគកូម៉ូដូពេញវ័យមានប្រវែងពី2ទៅ3ម៉ែត្រប្រហែល7ទៅ10ហ្វីតហើយអាចមានទម្ងន់រហូតដល់135គីឡូក្រាមកំណត់ត្រាសត្វធំជាងគេដែលត្រូវបានផ្ទៀងផ្ទាត់មានប្រវែង 3.13 ម៉ែត្រនិងទម្ងន់166គីឡូក្រាមពណ៌របស់វាមានចាប់ពីពណ៌ត្នោតក្រហមរហូតដល់ពណ៌ប្រផេះក្បាលរបស់វាធំច្រមុះមូលហើយនៅក្នុងមាត់របស់វាពោពេញទៅដោយធ្មេញមុតស្រួចដែលមានគែមដោយអរណានិងកោងទៅក្រោយធ្មេញទាំងនេះត្រូវបានគេហៅថា Ziphodon ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីហាយសាច់អណ្ដាតរបស់វាមានពណ៌លឿងនិងមានរាងជាចុងភ្លៅដែលជាឧបករណ៍វិភាគគីមីដ៏ទំនើបសម្រាប់ប្រើប្រាស់ក្នុងការស្វែងរកអាហារនាគកូម៉ូដូគឺជាប្រភេទសត្វដែលមានតែមួយគត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីពួកវាត្រូវបានគេរកឃើញនៅលើកោះមួយចំនួននៃក្រុមកោះ Lesser Sunda រួមមានកោះកូម៉ូដូ Rinca Pada, Nusa Kode និង Gili Motangក្រៅពីអូសៀនជាតិកូម៉ូដូពួកវាក៏អាចត្រូវបានគេរកឃើញនៅតាមឆ្នេរភាគខាងលិចនិងខាងជើងនៃកោះ Flores ផងដែរទីជម្រករបស់ពួកវាមានភាពចម្រុះចាប់ពីព្រៃស្ងួតព្រៃត្រូពិកសាវ៉ាណាវាលស្មៅរហូតដល់ព្រៃកោងកាងនិងឆ្នេរខ្សាច់ពួកវាអាចរស់នៅបានពីតំបន់ទំនាបរហូតដល់កម្ពស់800ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រក្នុងរយៈពេលជាច្រើនឆ្នាំមានជំនឿថានាគកូម៉ូដូសម្លាប់សត្វព្រៃរបស់វាដោយសារតែបាក់តេរីដ៏សាហាវនៅក្នុងទឹកមាត់របស់វាទោះជាយ៉ាងណាក៏ដោយការស្រាវជ្រាវវិទ្យាសាស្ត្រថ្មីបានបង្ហាញថារឿងនេះគឺជារឿងនិទានបែបវិទ្យាសាស្ត្រការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Proceedings of the National Academy of Sciences បានបង្ហាញថានាគកូម៉ូដូពិតជាមានក្រពេញពឹសដែលស្ថិតនៅក្រោមភ្នៀសរំអិលនៃថ្គាមក្រោមក្រពេញនេះមានបំពង់តូចៗជាច្រើនដែលនាំទៅកាន់ចន្លោះធ្មេញរបស់វាពឹសរបស់នាគកូម៉ូដូគឺជាលបាយនៃប្រូតេអ៊ីនសកម្មជីវសាស្ត្រជាច្រើនប្រភេទវាមានឥទ្ធិពលសំខាន់ដូចខាងក្រោមបញ្ចុះសម្ពាធឈាមធ្វើឲ្យសត្វព្រៃចុះខ្សោយនិងឆក់ប្រឆាំងការកកឈាមខួតរារាំងដំណើរការកកឈាមធ្វើឲ្យសត្វព្រៃបាត់បង់ឈាមយ៉ាងឆាប់រហ័សទោះបីជាពិសមមានសារសំខាន់ក៏ដោយយន្តការសម្លាប់របស់នាគកូម៉ូដូគឺជាអាវុធរួមបញ្ចូលគ្នាវារួមបញ្ចូលទាំងការរងរបួសធ្ងន់ធ្ងរពីធ្មេញមុតស្រួចនិងការបញ្ចូលពឹសសត្វព្រៃដែលរួចផុតពីការវាយប្រហារលើកដំបូងនឹងចុះខ្សោយហើយស្លាប់ក្នុងរយៈពេលពី3ថ្ងៃហើយនាគកូម៉ូដូនឹងតាមក្លិនឈាមដើម្បីស្វែងរកសត្វព្រៃនោះនាគកូម៉ូដូគឺជាសត្វស៊ីសាច់ហើយជាសត្វម៉ាំសាសីកំពូលនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់វាពួកវាស៊ីសាច់សត្វស្ទើរតែគ្រប់ប្រភេទចាប់ពីសត្វកកេរតូចរហូតដល់សត្វធំដូចជាជ្រូកព្រៃក្តាន់និងក្របីពួកវាក៏ជាសត្វស៊ីសាច់សត្វងាប់ផងដែរហើយអាចរកឃើញសាច់សត្វងាប់ពីចម្ងាយរហូតដល់4គីឡូម៉ែត្រលក្ខណៈពិសេសមួយទៀតរបស់នាគកូម៉ូដូគឺការស៊ីសាច់ប្រភេទដូចគ្នានាគកូម៉ូដូពេញវ័យតែងតែស៊ីកូនតូចរបស់វាដែលជាមូលហេតុដែលកូនតូចត្រូវរស់នៅលើដើមឈើដើម្បីគេចចេញពីសត្រូវរបៀបរស់នៅនិងការបន្តពូជនាគកូម៉ូដូគឺជាសត្វដែលចូលចិត្តរស់នៅតែម្នាក់ឯងពួកវាមានទឹកដីផ្ទាល់ខ្លួនហើយកម្រនឹងចាក់ចេញពីជ្រលងភ្នំដែលខ្លួនកើតការស្រាវជ្រាវបានបង្ហាញថានាគកូម៉ូដូជាសត្វដែលចូលចិត្តនៅក្នុងទឹកដីរបស់ខ្លួនហើយកម្រនឹងធ្វើដំណើរឆ្ងាយណាស់ទោះបីជាពួកវាអាចហែលទឹកបានក៏ដោយក៏ពួកវាជៀសវាងការឆ្លងកាត់មហាសមុទ្រដែរដោយសារតែហានិភ័យនៃចរន្តទឹកខ្លាំងនិងកង្វះអាហារនៅលើកោះផ្សេងទៀតការសិក្សារយៈពេល10ឆ្នាំបានរកឃើញថាមាននាគកូម៉ូដូតែពីរប៉ុណ្ណោះដែលត្រូវបានគេឃើញនៅក្នុងទឹកបើកចំហរដូវបន្តពូជរបស់ពួកវាកើតឡើងនៅចន្លោះខែមិថុនាដល់ខែសីហាញីអាចពងបានរហូតដល់30ពងហើយកប់វានៅក្នុងរូងដែលជីកជ្រៅគួរឲ្យចាប់អារម្មណ៍នាគកូម៉ូដូញីអាចបន្តពូជដោយមិនចាំបាច់មានការបង្កកំណើតពីឈ្មោលតាមរយៈដំណើរការដែលគេហៅថាការបង្កកំណើតដោយខ្លួនឯងស្ថានភាពអភិរក្សនិងការគំរាមកំហែងបច្ចុប្បន្ននេះនាគកូម៉ូដូត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN ថាជាប្រភេទសត្វជិតផុតពូជចំនួនប្រជាជនរបស់ពួកវាកំពុងធ្លាក់ចុះដោយសារតែការគំរាមកំហែងជាច្រើនការបាត់បង់ទីជម្រកការប្រែប្រួលអាកាសធាតុនិងការកើនឡើងនៃកម្រិតទឹកសមុទ្រត្រូវបានគេព្យាករណ៍ថានឹងបំផ្លាញពី30ទៅ 70% នៃទីជម្រករបស់ពួកវានៅឆ្នាំ2040ការបរបាញ់មនុស្សបានបរបាញ់នាគកូម៉ូដូសម្រាប់កីឡាការប្រមូលយកស្បែកនិងដោយសារតែការភ័យខ្លាចថាវានឹងវាយប្រហារកូនចៅនិងសត្វចិញ្ចឹមការប្រកួតប្រជែងពីសត្វឆ្កែព្រៃនៅតំបន់ខ្លះសត្វឆ្កែព្រៃបានប្រកួតប្រជែងយកអាហារជាមួយនាគកូម៉ូដូការថយចុះនៃសត្វព្រៃការបរបាញ់សត្វក្តាន់ច្រើនពេកដែលជាអាហារចម្បងរបស់ពួកវាកំពុងគំរាមកំហែងដល់ការរស់រានរបស់នាគកូម៉ូដូដើម្បីឆ្លើយតបនឹងបញ្ហានេះរដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្កើតឧទ្យានជាតិកូម៉ូដូហ
ហើយកម្មវិធីអភិរក្សដូចជា Komodo Survival Program កំពុងតាមដាននិងគ្រប់គ្រងចំនួនប្រជាជនរបស់ពួកវានេះ Komodo គឺជាសត្វដ៏អស្ចារ្យមួយប្រភេទដែលជាតំណាងនៃពិភពបុរេប្រវត្តិនៅលើផែនដីសព្វថ្ងៃការសិក្សាថ្មីៗអំពីពឹសរបស់វាបានផ្លាស់ប្ដូរការយល់ដឹងរបស់យើងអំពីរបៀបដែលវាបរបាញ់ដែលជាការរកឃើញដ៏សំខាន់មួយក្នុងវិស័យជីវវិទ្យាទោះជាយ៉ាងណាបច្ចុប្បន្នភាពនៃការអភិរក្សរបស់វាកំពុងស្ថិតក្នុងភាពងាយរងគ្រោះខ្លាំងការការពារទីជម្រកការគ្រប់គ្រងចំនួនសត្វព្រៃនិងការលើកកម្ពស់ការយល់ដឹងដល់សហគមន៍មូលដ្ឋានគឺជាកត្តាសំខាន់ៗក្នុងការធានាថាសត្វដែលគេហៅថានាគនេះនឹងបន្តរស់រានមានជីវិតនៅក្នុងព្រៃសម្រាប់មនុស្សជំនាន់ក្រោយ។